គិតឲ្យដូចសេដ្ឋីដើម្បីគិតឲ្យដូចសេដ្ឋីបានលុះត្រាតែយើងយល់ដឹងពីបទពិសោធន៍របស់សេដ្ឋីនិងនៅជាមួយសេដ្ឋីទើបធ្វើឲ្យអ្នកមានឱកាសចាប់ផ្ដើមសាងភាពមានបានឡើងមកប៉ុន្តែបើអ្នកនៅក្នុងចំណោមអ្នកក្រទេនោះក្រៅពីអ្នកបានយល់ដឹងពីវិធីសន្សំចិញ្ចៃហើយអ្នកនឹងមិនបានអ្វីឡើយអ្នកក្រមិនត្រឹមតែក្រដោយសារតែពួកគេគ្មានលុយប៉ុណ្ណោះទេថែមទាំងក្រគំនិតក្នុងការរកលុយទៀតផងចំណែកអ្នកមានមិនត្រឹមតែមានលុយក្នុងដៃនិងទ្រព្យសម្បត្តិច្រើនមហាសាលប៉ុណ្ណោះទេថែមទាំងមានខួរក្បាលក្នុងការរកលុយនិងដឹងវិធីក្នុងការរកលុយទៀតផងត្រង់នេះហើយដែលធ្វើឲ្យពាក្យថាមាននិងក្រខុសគ្នានឹងចែកដាច់ពីគ្នានោះមាននិទានមួយដែលនិយាយអំពីសម្ព័ន្ធភាពរវាងភាពមានបាននិងខួរក្បាលដូចតទៅនេះមានសេដ្ឋីម្នាក់និងអ្នកក្រម្នាក់រស់នៅជិតគ្នាអ្នកក្រឃើញសេដ្ឋីមានជីវិតរស់នៅយ៉ាងសុខសប្បាយទើបទៅរកសេដ្ឋីហើយនិយាយថាខ្ញុំរីករាយធ្វើការងារក្នុងផ្ទះរបស់លោក3ឆ្នាំដោយមិនចាំបាច់ឲ្យលុយខ្ញុំទេតែលោកត្រូវឲ្យខ្ញុំញ៉ាំឆ្អែតនិងរៀបចំកន្លែងស្នាក់នៅឲ្យខ្ញុំសេដ្ឋីយល់ថារឿងនេះជារឿងល្អដែលពិបាករកទើបឆ្លើយយល់ព្រមភ្លាម3ឆ្នាំក្រោយមកអ្នកក្រនោះក៏ចេញពីផ្ទះរបស់សេដ្ឋីបាត់សូន្យឈឹងគ្មានដំណឹងអ្វីសោះ10ឆ្នាំក្រោយមកអតីតអ្នកក្របានក្លាយជាមហាសេដ្ឋីដែលមានទ្រព្យសម្បត្តិច្រើនជាងសេដ្ឋីម្នាក់នោះទៅទៀតហេតុនេះហើយទើបសេដ្ឋីទៅជួបអតីតអ្នកក្រដើម្បីស្នើថាគេរីករាយនឹងចម្លើយលុយ$100,000ដើម្បីដោះដូរនិងអាត់កំបាំងដែលធ្វើឲ្យគេក្លាយជាមហាសេដ្ឋីដូចសពថ្ងៃនេះអតីតអ្នកក្របានឮដូច្នេះហើយក៏សើចនិយាយថាពីមុនខ្ញុំបានប្រើបទពិសោធន៍ដែលខ្ញុំយល់ដឹងពីលោកដើម្បីរកលុយប៉ុន្តែថ្ងៃនេះលោកបែរជាគិតចង់ប្រើលុយទិញបទពិសោធន៍ពីខ្ញុំវិញពិតជាគួរឲ្យអស់សំណើចខ្លាំងណាស់តាមពិតទៅអ្នកក្រម្នាក់នេះបានចំណាយពេល3ឆ្នាំដើម្បីសិក្សាស្វែងយល់ពីអាថ៌កំបាំងក្នុងការសាងភាពមានបានពីសេដ្ឋីទើបគេអាចរកលុយបានយ៉ាងច្រើនរហូតមានបាននិងមានឋានៈជាងសេដ្ឋីចំណែកសេដ្ឋីយល់ថាអតីតអ្នកក្រមានបទពិសោធន៍ល្អជាងខ្លួននិងដើម្បីឲ្យខ្លួនមានបានខ្លាំងឡើងទើបគេចាំបាច់ត្រូវតែប្រើលុយទិញបទពិសោធន៍ពីអតីតអ្នកក្រម្នាក់ប្រសិនបើចង់មានបានត្រូវគិតដូចជាអ្នកមានព្រោះមានតែការយល់ដឹងពីអ្នកមានប៉ុណ្ណោះទើបអាចធ្វើឲ្យអ្នកដឹងពីអាថ៌កំបាំងដែលនាំទៅកាន់ភាពមានបានយ៉ាងពិតប្រាកដមានជនជាតិជ្វីបម្នាក់ឈ្មោះថា Theo នៅពេលដែលម្ដាយរបស់គេបាត់បង់ជីវិតទៅម្ដាយរបស់គេបានទុកហាងលក់ទំនិញតូចមួយទុកឲ្យគេនិងបងប្រុសម្នាក់ឈ្មោះថា Charles ហាងនោះមានសភាពទ្រុឌទ្រោមនិងមានទុនត្រឹមតែបន្តិចបន្តួចប៉ុណ្ណោះប៉ុន្តែវាឈរបានដោយសារតែការលក់អាហារនិងភេសជ្ជៈកំប៉ុងបន្តិចបន្តួចបន្ទាប់ពីធ្វើធុរកិច្ចត្បិតត្បៀតអស់រយៈពេល1ឆ្នាំពួកគេក៏នៅតែមានចំណូលតិចតួចគួរឲ្យសង្វេគដដែលដោយសារតែពីរអ្នកបងប្អូនមិនអាចទទួលយកសភាពបែបនេះបានទើបពួកគេតែងតែព្យាយាមរកឱកាសក្នុងការរកលុយជានិច្ចថ្ងៃមួយឆាលបានទៅសួរទៅប្អូនប្រុសរបស់គេថាហាងដូចគ្នាទេតែហេតុអ្វីហាងខ្លះបានកម្រៃច្រើនហាងខ្លះបែរជាខាតទុន Theo ឆ្លើយថាខ្ញុំថាគួរតែជាបញ្ហាតាក់ទងទៅនឹងការគ្រប់គ្រងការងារបើគ្រប់គ្រងបានល្អទោះជាធុរកិច្ចតូចប៉ុណ្ណាក៏អាចរកកម្រៃបានដែរតើអ្វីជាអាថ៌កំបាំងក្នុងការគ្រប់គ្រងការងារដោយហេតុនេះទើបពួកគេសម្រេចចិត្តសិក្សាពីហាងដទៃថ្ងៃមួយអ្នកទាំងពីរមកដល់ហាងទំនិញមួយដែលមានអតិថិជនយ៉ាងច្រើនកកឃើញដូច្នេះពីរអ្នកបងប្អូនចម្លែកចិត្តខ្លាំងណាស់ហើយបាននាំគ្នាដើរចូលទៅមើលទើបឃើញថានៅទ្វារមុខហាងមានស្លាកពណ៌ក្រហមគួរឲ្យទាក់ទាញភ្នែកសរសេរថាអតិថិជនទាំងអស់ដែលទិញទំនិញពីហាងរបស់យើងសូមមេត្តារក្សាវិក័យប័ត្រឲ្យល្អចុងឆ្នាំអ្នកអាចយកវិក័យប័ត្រមកដូរទំនិញដែលមានតម្លៃ3% នៃប្រាក់ក្នុងវិក័យប័ត្រនេះបានពួកគេបានអានស្លាកនេះម្ដងហើយម្ដងទៀតទីបំផុតទើបគេដឹងពីមូលហេតុថាហេតុអ្វីបានជាហាងនេះលក់ដាច់តាមពិតទៅអតិថិជននាំគ្នាមកទិញរបស់ព្រោះចង់បានរបស់ free តម្លៃ 3% ពេលចុងឆ្នាំនេះឯងពេលនោះបងប្អូនទាំងពីរក៏កើតអារម្មណ៍ដ៏មោះមុតក្នុងខណៈនោះភ្លាម
ពួកគេបានប្រញាប់ត្រឡប់ទៅហាងរបស់គេវិញហើយបានបិទស្លាកថាចាប់តាំងពីថ្ងៃនេះតទៅទំនិញទាំងអស់របស់យើងនឹងបញ្ចុះតម្លៃ 3%យើងសូមធានាថាទំនិញរបស់យើងមានតម្លៃថោកជាងទីផ្សារតែបើអ្នករកឃើញថាមានកន្លែងដទៃថោកជាងនៅទីនេះអ្នកអាចមកយកលុយដែលលើសនោះបានដោយខាងហាងយើងខ្ញុំនឹងមានរង្វាន់បន្ថែមពីនេះទៅទៀតតាមពិតទៅពួកគេមិនត្រឹមតែខ្ចីវិធីនៃការប្រគល់ទំនិញតម្លៃ 3% មកប្រើប៉ុណ្ណោះទេនៅប្រើវិធីបញ្ចុះតម្លៃ 3% ទៀតផងមិនយូរប៉ុន្មានអាជីវកម្មហាង Aldi របស់ពួកគេល្អឡើងជារឿយៗរហូតអាចបើកសាខាក្នុងក្រុងនេះបានជាង10កន្លែងទៀតតាមផ្លូវសំខាន់ៗក្នុងទីក្រុងចាប់តាំងពីពេលនោះមកតិចនិចនៃការធ្វើការងារដែលលួចវិធីពីគេនេះបានធ្វើឲ្យធុរកិច្ចពីអ្នកបងប្អូនរីកចម្រើនយ៉ាងឆាប់រហ័សគ្រប់ទីកន្លែងក្នុងអាល្លឺម៉ង់តាំងពីជួរភ្នំ Alpen ខាងត្បូងរហូតដល់ Flensburg ខាងជើងសុទ្ធតែមានហាងទំនិញ Aldi ទាំងអស់រឿងដូចបាននិយាយខាងលើនេះឃើញថាប្រសិនបើពីអ្នកបងប្អូនមិនបានយល់ដឹងពីវិធីអ្នកដទៃដើម្បីយកមកបំផ្លាញប្រើនោះទេធុរកិច្ចហាង Aldi ប្រហែលជាមិនរីកចម្រើនយ៉ាងឆាប់រហ័សដល់ថ្នាក់នេះឡើយការសាងភាពមានបានត្រូវពឹងលើខួរក្បាលដែលជនជាតិជ្វីបគិតថាតម្លៃរបស់មនុស្សគឺនៅលើខួរក្បាលមិនមែនដៃនិងជើងទេព្រោះហេតុនេះហើយទើបពួកគេពឹងលើខួរក្បាលសាងឋានៈខណៈដែលជនជាតិដទៃពឹងលើដៃនិងជើងម្យ៉ាងទៀតយើងមើលទៅជនជាតិជ្វីបហាក់ដូចជាធ្វើធុរកិច្ចបែបសប្បាយៗនិងមិនតានតឹងប៉ុន្តែតាមពិតក្នុងចិត្តរបស់ពួកគេកំពុងតែគិតពិចារណាបញ្ហាស្ទើរតែគ្រប់ពេលវេលាជនជាតិជ្វីបសុទ្ធតែមានជំនឿថាក្រដាសប្រាក់មានច្រើនតែគួរឲ្យស្ដាយដែលកាបូបរបស់អ្នកតូចពេកដូច្នេះប្រសិនបើអ្នកមានគំនិតបើកទូលាយឲ្យច្រើនល្មមនោះនៅថ្ងៃអនាគតអ្នកនឹងមានកាបូបកាន់តែធំឡើងជារឿយៗគោលការណ៍នៃការធ្វើធុរកិច្ចរបស់ជនជាតិជ្វីបអាចនិយាយបានថាបើចង់ក្លាយជាអ្នកធុរកិច្ចសម្រាប់ជោគជ័យភារកិច្ចសំខាន់របស់អ្នកគឺត្រូវតែគិតរកដំណាក់កាលក្នុងការធ្វើធុរកិច្ចដែលជាស្តង់ដារឲ្យបានចំណែករឿងដទៃដែលនៅសល់គឺត្រូវប្រគល់ឲ្យអ្នកដទៃជាអ្នកបដិបត្តិតាមតារាងដែលបានកំណត់ទុកដោយខ្លួនឯងរងចាំទទួលលុយតែម្យ៉ាងក្នុងគម្ពីរ Talmud មានរឿងនិទានមួយដំណាលថាព្រះរាជាមួយអង្គមានចម្ការទំពាំងបាយជូរធំមួយកន្លែងព្រះអង្គបានជួលកម្មករជាច្រើនឲ្យមើលថែចម្ការមួយនេះបណ្ដាកម្មករទាំងអស់មានកម្មករម្នាក់គឺជាមនុស្សដែលមានសមត្ថភាពលេចធ្លោជាងគេហើយថែមទាំងមានជំនាញក្នុងការដឹកនាំទៀតផងទើបព្រះអង្គប្រគល់ឲ្យគេជាអ្នកគ្រប់គ្រងចម្ការថ្ងៃមួយព្រះអង្គបានយាងមកសម្រាកលំហែព្រះកាយនៅចម្ការទំពាំងបាយជូរហើយទ្រង់បញ្ជាឲ្យកម្មករម្នាក់នោះដើរតាមព្រះអង្គបន្ទាប់ពីចេញពីធ្វើការថ្ងៃនោះកម្មករទាំងឡាយនាំគ្នាទៅតម្រង់ជួររងចាំទទួលថ្លៃពលកម្មរៀងៗខ្លួនដោយគ្រប់គ្នាមានថ្លៃពលកម្មស្មើៗគ្នាទាំងអស់តែពេលអ្នកគ្រប់គ្រងចម្ការទៅទទួលលុយគ្រប់គ្នាបែរជានាំគ្នាប្រឆាំងនឹងសម្ដែងការមិនពេញចិត្តចំពោះគេទៅវិញព្រោះពួកគេយល់ថាកម្មករម្នាក់នេះធ្វើការត្រឹមតែ2ម៉ោងប៉ុណ្ណោះចំណែកពេលវេលាដែលនៅសល់ត្រូវចំណាយទៅលើការដើរតាមព្រះរាជាដូច្នេះមិនគួរទទួលបានថ្លៃពលកម្មស្មើអ្នកដទៃទេនៅពេលព្រះអង្គបានជ្រាបសេចក្តីនេះព្រះក៏បានត្រាស់ថាយើងបញ្ជូនគេមកដើម្បីឲ្យគេគ្រប់គ្រងជំនួយយើងត្បិតអីគេជំនាញយ៉ាងច្បាស់លាស់លើការងាររបស់ពួកអ្នកទាំងអស់គ្នាថ្មីត្បិតតែថ្ងៃនេះគេធ្វើការត្រឹមតែ2ម៉ោងក៏ពិតមែនតែពេលគេមិននៅពួកអ្នកក៏អាចធ្វើការរួចរាល់តាមគម្រោងដែលគេរៀបចំទុកដែរមិនថាអញ្ចឹងយើងឃើញថាគេមានសមត្ថភាពខ្ពស់ដូច្នេះទើបគេត្រូវធ្វើការងារដែលរួចរាល់ក្នុងរយៈពេល2ម៉ោងប៉ុណ្ណោះក្នុងមួយថ្ងៃដូច្នេះការដែលគេបានថ្លៃពលកម្មស្មើនឹងអ្នកទាំងអស់នោះវាក៏គ្មានអ្វីខុសដែរជោគជ័យក្នុងការធ្វើការងារមិនអាចវាស់បានពីរយៈពេលការធ្វើការងារឬបរិមាណការងារដែលធ្វើបាននោះទេតែគួរពិចារណាពីលទ្ធផលដែលបានទទួលពីការធ្វើការងារនោះដូច្នេះការគិតរកវិធីលើកកម្ពស់ប្រសិទ្ធភាពនៃការធ្វើការងារ
ទើបជាយុទ្ធវិធីនៃការរកលុយដ៏ឈ្លាសវៃបំផុតអ្វីដែលគួរឲ្យចម្លែកនោះគឺជនជាតិជីវិតធ្វើបែបនេះមកជាយូរមកហើយឆ្នាំ1910មានជនជាតិជីវិតជាច្រើនភៀសខ្លួនទៅកាន់ទ្វីបអាហ្វ្រិកខាងជើងដំបូងគេនាំគ្នាធ្វើការថ្នាក់ទាបដែលត្រូវប្រើកម្លាំងដូចគ្នានិងពួកអង់គ្លេសបារាំងនិងប៉ូទុយហ្គាល់ដែលភៀសខ្លួនមកព្រមគ្នាដែរក្នុងចំណោមពួកជីវិត10នាក់មាន8នាក់ជាកម្មករតែមិនយូរប៉ុន្មានពួកគេក៏ឈប់ធ្វើថាតើដោយសារមូលហេតុអ្វីចម្លើយគឺដំបូងជនជាតិជីវិតត្រូវធ្វើការងារដែលប្រើកម្លាំងពលកម្មដោយពួកគេត្រូវគេមើលងាយរហូតគ្មានឱកាសបានធ្វើការងារដទៃតែនៅពេលមានគ្រឹះក្នុងការរស់នៅហើយនោះពួកគេមិនគិតចង់ធ្វើការឲ្យគេបន្តទៀតទេត្បិតអីការងារប្រភេទនេះមានកម្រៃទាបត្រូវប្រើកម្លាំងកាយកម្លាំងចិត្តខ្ពស់មានស្ថិរភាពនិងជាការងារថោកទាបដែលមិនធ្វើឲ្យគេកើតនៅមោទនភាពនិងមិនស្របនឹងគំនិតរបស់ពួកគេទើបពួកគេព្យាយាមពឹងលើចំណេះដឹងដែលមានដើម្បីរកការងារណាដែលមានកិត្តិយសជាងមានកម្រៃច្រើនជាងមានអនាគតនិងមានប្រយោជន៍ច្រើនជាងរាប់សិបឆ្នាំក្រោយមកជនជាតិជីវិតជាច្រើនក្នុងក្រុមនេះសុទ្ធតែបានក្លាយជាមហាសេដ្ឋីមានកេរ្តិ៍ឈ្មោះនិងត្រូវគេទទួលស្គាល់ពេលនេះជនជាតិជីវិត10នាក់មានត្រឹមតែ1នាក់ប៉ុណ្ណោះដែលធ្វើការងារជាកម្មករចំណែកអ្នកដែលនៅសល់សុទ្ធតែជាមនុស្សវណ្ណៈកណ្ដាលនិងមហាសេដ្ឋីទាំងអស់ទស្សនៈដែលខុសគ្នារមែងធ្វើឲ្យកើតនៅចេតាជីវិតខុសគ្នាដោយក្រុមទី1ពឹងលើសតិបញ្ញារបស់ខ្លួនដើម្បីសាងឋានៈរហូតក្លាយជាសេដ្ឋីឯក្រុមទី2នៅតែរស់នៅដោយសារការធ្វើជាកម្មករទើបពួកគេត្រូវធ្វើការងាររបស់មនុស្សថ្នាក់ទាបរហូតអស់មួយជីវិតទស្សនៈរបស់ជនជាតិជីវិតបើចង់មានបានត្រូវយល់ដឹងពីអ្នកមានទោះបីបាននៅក្នុងក្រុមអ្នកមានត្រឹមតែមួយផ្លែតក៏វាជារឿងល្អដែរព្រោះយ៉ាងហោចណាស់អ្នកក៏បានជ្រួតជ្រាបពីចំហាយរបស់ពួកគេខ្លះដែរ Subscribe, KNN Share for more.